3នេះផងដែរគឺតាក់ទងជាមួយនឹងយប់មួយនៅកោះកុងដែលគឺជារឿងរបស់នារីម្នាក់ដែលនាងមានឈ្មោះថាកញ្ញាគឺជាកូនស្រីរបស់អ្នកខេត្តកំពង់ចាមហើយនាងក៏បានចែករំលែកនៅបទពិសោធន៍ដ៏រន្ធត់មួយដែលបានកើតឡើងលើរូបនាងកាលពីប៉ុន្មានឆ្នាំកន្លងទៅតែពេលនោះនាងគឺស្ទើរតែខ្លាចទៅជាមនុស្សឡប់សតិទៅហើយក្នុងពេលតែមួយយប់ប៉ុណ្ណោះកញ្ញាបានលើកឡើងថានារដូវបុណ្យភ្ជុំនាងជាមួយនឹងមិត្តភ័ក្តិក៏មានគម្រោងធ្វើដំណើរកម្សាន្តទៅខេត្តកោះកុងហើយចំនួន2យប់ដែលនៅក្នុងនោះមានដូចជាវីរៈភាលីកាព្រមទាំងប៊ុនថានិងមួយគូទៀតគឺជាវិលៀមនិងបុស្បាពួកគេគឺសុទ្ធតែមានគូលើកលែងតែកញ្ញានោះទេដែលទៅម្នាក់ឯងព្រោះថាកុសលដែលជាសង្សាររបស់នាងជាប់ទម្លាក់នៅឯក្រុងភ្នំពេញលុះដល់ពេលរសៀលជ្រេថ្ងៃទេកងភ្នំណាស់ទៅហើយនឹងពួកគេក៏បាននាំគ្នាបើកឡានយ៉ាងយូរស្រាប់តែដល់ពាក់កណ្ដាលផ្លូវលើសំឡេងមួយលាន់សូរទៅភូពេលនៅវីរៈក៏បានសួរថាតើឡានមានអ្វីកើតឡើងទៅកញ្ញានាងក៏បានបន្តទាំងរអាក់រអួលថាគឺខ្ញុំក៏មិនដឹងដូចគ្នាដែរកុសលពេលនេះក៏បានបន្តថាហើយឯងបើកឡានអាម៉េចទេឯងស្មានតែយើងចង់បើកអញ្ចឹងមែនបូស្បាលើបែបនេះក៏បានប្រាប់ឲ្យពួកគេចុះប្រកែកគ្នាទៅហើយគិតនាំគ្នាចុះទៅមើលភ្លាមដើម្បីកុំឲ្យថ្ងៃលិចទាន់ក្នុងពេលនោះកញ្ញាគឺបានចុះពីលើឡានហើយដើរសម្ដៅទៅខាងមុខឡានទៅភ្ញាក់ខ្លួនព្រឺតស្ទើរតែកាំងស្មារតីព្រោះថាវីរៈបានបើកឡានបុកនៅឆ្មាខ្មៅមួយក្បាលយ៉ាងធំរហូតដល់ដាច់របូតបាត់ក្បាលឆ្មានោះទៅឃើញបែបនេះហើយកញ្ញាជាមួយនឹងពួកគេគឺពិតជាផិតភ័យនឹងទស្សនវិជ្ជាមួយនោះមែនទែនព្រោះថាពួកគេដឹងថាវាគឺជាប្រផ្នូលអាក្រក់មិនល្អតទៅសោះបន្ទាប់មកឃើញថាវីលៀមក៏បានអូសឆ្មានោះទៅចោលរួចហើយពួកគេក៏បានធ្វើដំណើរទៅមុខទៀតបន្តលុះរាត្រីយប់ប្រហែលជាម៉ោង7កន្លះហ្នឹងទើបពួកគេបានទៅដល់ទីក្រុងកោះកុងដ៏សែនមនោរម្យប៉ុន្តែពេលនោះគឺជាពេលយប់ទើបមិនអាចឃើញទេសភាពដ៏ស្រស់ត្រកាលនៃខេត្តនេះបានឡើយពួកគេក៏បាននាំគ្នាទៅស្រស់ស្រូបអាហារពេលយប់រួចហើយក៏បន្តទៅរកនៅបន្ទប់ជួលសន្តាគារសម្រាប់គេងហើយនៅពេលដែលទៅដល់សន្តាគារមួយកន្លែងហើយពួកគេក៏បានកក់បន្ទប់ចំនួន4តែជាប្រភេទបន្ទប់ដែលមាននៅក្រែមួយសម្រាប់គូស្នេហ៍ផ្ទុយទៅវិញបុគ្គលិកសន្តាគារបានបញ្ជាក់ប្រាប់ថាបន្ទប់ក្រែមួយនៅសល់តែ3ប៉ុណ្ណោះស្ដាប់លើអញ្ចឹងហើយភាលីកាក៏បានប៉ាស្មានៅកញ្ញាថ្នមព្រមទាំងប្រាប់ឲ្យនាងទៅគេងបន្ទប់ជាមួយនាងព្រមទាំងសង្សារនាងផងដែរក៏ប៉ុន្តែកញ្ញាគឺជាមនុស្សដែលមិនជឿចិត្តរំខាននៅសេចក្តីសុខរបស់គេនោះទេជាពិសេសគឺជាពេលវេលាមកវិស្មការបែបនេះដែលមិនចង់ធ្វើជាឆ្អឹងទៅតឹងករបស់មិត្តភ័ក្តិអញ្ចឹងហើយក៏បានទៅមើលលើកញ្ចក់កុំព្យូទ័រស្រាប់តែបានឃើញនៅបន្ទប់មួយទៀតដែលនៅសល់ហើយនាងក៏បានជ្រុញចិញ្ចើមព្រមទាំងងើងឆ្ងល់ផងដែរបន្ទាប់មកទៀតនាងក៏បានព្យាយាមនិយាយបញ្ចុះបញ្ចូលនៅបុគ្គលិកប្រុសម្នាក់នោះទម្រាំតែគេព្រមនាងនិយាយចង់បែកញើទៅហើយព្រោះថាបុគ្គលិកនោះហាក់បីដូចជាមានអ្វីមួយយ៉ាងដែលកំពុងតែលាក់លៀមជាមួយនឹងពួកគេអញ្ចឹងបន្ទាប់មកទៀតបុគ្គលិកម្នាក់នឹងក៏បានប្រកល់សោឲ្យកញ្ញាមើលភ្លាមផ្លែកតែម្ដងព្រោះថាសោនោះមានភ្ជាប់ជាមួយនឹងលេខបន្ទប់555តែគិតទៅវាគឺជាលេខពិសេសខ្លាំងណាស់បន្ទាប់មកពួកគេក៏បានចូលទៅក្នុងបន្ទប់រៀងខ្លួនចំណែកឯកញ្ញាវិញគ្រាន់តែដើរចូលក្នុងបន្ទប់នឹងភ្លាមក៏ស្រាប់តែចាប់ផ្ដើមមានអារម្មណ៍ថាប្លែកដូចជាកំពុងតែមានអ្នកណាដែលកំពុងតែកយគុណសម្លឹងមើលនាងពលគឺចាប់តាំងពីនាងមកដល់មុខបន្ទប់នេះដំបូងម្លេះហើយទៅបានជានាងលុកដៃទៅចុចកុងតាក់ភ្លើងដើម្បីបំភ្លឺនិងកាត់បន្ថយនៅអារម្មណ៍ដែលមានភ័យខ្លាចថាមិនប្រក្រតីអីផងនោះតែស្របគ្នាក៏ស្រាប់តែមានអ្វីមិនដឹងវាគឺពិតជាត្រជាក់ខ្លាំងណាស់បានមកក្តាប់ដៃនាងជាប់ដោយភ័យខ្លាចខ្លាំងពេកនាងក៏បានស្រែកមួយវាស់រលាស់ដៃចេញពេលនោះក្រុមការងារនៅក្នុងបន្ទប់ហ្នឹងក៏បានមកដល់ហើយតាមសួរនាងហើយដើម្បីបានជានាងស្រែករហូតដល់បង្កសំឡេងដល់អ្នកខាងក្រៅអីចឹងទៅដោយសារតែមិនដឹងថាឆ្លើយយ៉ាងម៉េចនាងក៏បានប្រាប់ថាអត់មានរឿងអ្វីកើតឡើងទេបន្ទាប់ពីនោះពួកគេទាំងពីរក៏បានដើរចូលមករយស្រទាប់ផ្កាកន្លាបនៅក្នុងអាងទឹកនិងរៀបចំភេសជ្ជៈដាក់នៅលើតុក្បែរក្រែរួចហើយពួកគេក៏បានលើកដៃសំពះជម្រាបលាកញ្ញាទៅវិញព្រមទាំងប្រាប់ថាសូមឲ្យនាងគេងលក់ក្នុងសុបិនដ៏ផ្អែមល្ហែមទៀតផងតែខណៈពេលដែលពួកគេចាកចេញនាងក៏ចាប់អារម្មណ៍ដឹងថាទឹកមុខបុគ្គលិកប្រុសម្នាក់នោះហាក់បីដូចជាមានអ្វីមួយយ៉ាងមិនប្រក្រតីយ៉ាងម៉េចមិនដឹងនោះទេហើយនាងក៏មិនចង់គិតច្រើនដែរអញ្ចឹងហើយក៏បានផ្លាស់នៅកន្សែងនោះទៅតែខណៈពេលដែលនាងបិទភ្នែកនៅក្នុងអាងទឹកដើម្បីបំបត្តិនូវភាពនឿយហត់មួយស្របក់ក្រោយមកក៏ស្រាប់តែនាងមានអារម្មណ៍ថាកំពុងតែមានមនុស្សដែលដើរនៅក្នុងបរិវេណបន្ទប់រួចហើយក៏បានឃើញនៅស្រមោលសស្ថិតនៅខាងក្រៅកញ្ចក់ថ្លាក្នុងបន្ទប់ទឹកនោះជួបនៅរឿងប្លែកៗអញ្ចឹងកញ្ញារឹតតែមានអារម្មណ៍ថាគ្រប់យ៉ាងមិនប្រក្រតីកាលបើដូច្នេះនាងក៏បញ្ញាប់ក្រោកឡើងស្លៀកពាក់រួចហើយឡើងទៅលើក្រែបបញ្ញាប់បិទភ្លើងគេងតែម្ដង
តែនៅម៉ោង12យប់ក៏ស្រាប់តែនាងបានភ្ញាក់ដោយសារតែមានមនុស្សគោះទ្វារពេលដែលនាងដើរចេញទៅបើកគឺដូចជាមិនឃើញមាននរណាសោះនៅខាងក្រៅគឺស្ងាត់ជ្រងំប៉ុន្តែនៅក្នុងបន្ទប់ទឹកក៏ស្រាប់តែបានលឺនូវសំឡេងទឹកហូរអញ្ចឹងហើយកញ្ញាក៏បានដើរចូលទៅវិញក៏ប៉ុន្តែដូចជាអ្វីគ្រប់យ៉ាងនៅសភាពធម្មតាទាំងអស់ស្របគ្នាអ្វីដែលធ្វើឲ្យកញ្ញាចាប់អារម្មណ៍នោះគឺថាមាននៅសំណុំសរសៃសក់ច្រើននៅក្នុងឡាបូលាងដៃនឹងអញ្ចឹងហើយនាងក៏ព្យាយាមចាប់ទីបន្តិចម្ដងកញ្ញាប្រាប់ថាសរសៃសក់មួយនឹងវាគឺពិតជាវែងខ្លាំងណាស់នាងបានចាប់ទាញប្រហែលជាជិតកន្លះម៉ែត្រសរសៃសក់នឹងថែមទាំងមានជាប់ទៅដោយឈាមក្រហមក្រម៉ៅដុំទៀតផងជួបនៅរឿងរ៉ាវបែបនេះហើយកញ្ញាគឺពិតជាផិតភ័យខ្លាំងមែនអញ្ចឹងហើយក៏បញ្ញាបរត់ចេញមកវិញហើយឡើងលើក្រែគេងម្ដងទៀតតែគ្រប់យ៉ាងវាមិនមែនចប់ត្រឹមនឹងនោះទេខណៈពេលដែលនាងកំពុងតែគេងក៏ស្រាប់តែស្ដាប់ឮនៅសំឡេងមនុស្សស្រីដែលកំពុងតែយំត្អូញត្អែនៅចុងជើងរបស់នាងអញ្ចឹងនាងក៏បានទាញភួយចេញហើយក្រអង្គុយពេលនោះគឺថានាងបានឃើញនៅមនុស្សស្រីម្នាក់ស្លៀកពាក់សដែលកំពុងតែអង្គុយមើលទៅហាក់បីដូចជាសង្កត់សង្កូវទម្លាក់សក់ដ៏វែងរបស់នាងក្រមុខថែមទាំងយំយ៉ាងខ្លាំងទៀតផងដោយសារតែបែបនេះកញ្ញាក៏បានសួរក៏ប៉ុន្តែចាយម្នាក់នឹងហាក់បីដូចជាមិនព្រមឆ្លើយនោះទេសូម្បីតែងាកមករកនាងនឹងក៏មិនខ្ចីងាកមកផងដល់អញ្ចឹងកញ្ញាក៏បានដើរទៅជិតនាងហើយនៅពេលដែលនាងងាកមុខមកគឺថាធ្វើឲ្យកញ្ញាភ័យស្ទើរតែសន្លប់តែម្ដងពីព្រោះថានៅលើមុខរបស់នាងគឺពោពេញទៅដោយឈាមក្រហមក្រម៉ៅហើយរង្វះមាត់នឹងគឺពិតជាធំខ្លាំងមែនទែនភ្លាមនោះនាងក៏បញ្ញាប់រត់ចេញទាំងភាពភ័យខ្លាចរញីរញ័រពេញនឹងតែចាយម្នាក់នឹងក៏នៅតែចោះតាមនាងអញ្ចឹងដោយសារតែបែបនេះហើយកញ្ញាគឺអត់មានជំរឿសទៀតនោះទេក្រៅតែពីអង្គុយលុតជង្គង់យំផងសំពះផងថាគឺសន្យានឹងធ្វើបុណ្យឧទ្ទិសកុសលស្ដាប់លើនៅការយំអង្វរកបែបនេះចាយនឹងក៏យល់ព្រមចាក់ចេញទៅរួចហើយក៏រលាយបាត់ចេញពីបន្ទប់នឹងតែម្ដងហើយចាប់តាំងពីពេលនោះមកកញ្ញាបានប្រាប់ថានាងគឺពិតជារៀងចាលតែម្ដងទៅណាក៏ដោយឲ្យតែមាននៅបន្ទប់ស្នាក់នៅសន្តាគារដែលគេសល់តែមួយអញ្ចឹងនាងគឺសុខចិត្តទៅគេងនៅផ្ទះសំណាក់វិញប្រសើរជាង